សូមគោរពនិងសួស្តីដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែស្ដាប់ការអានសៀវភៅរបស់ Channel យើងខ្ញុំថ្ងៃនេះផងដែរខ្ញុំនឹងលើកយកពីរចំណុចសំខាន់ពីសៀវភៅអ្នកអាចឈ្នះឬក៏ You Can Win ចំណុចទី1នោះគឺចំណងកត្តាជំរុញទឹកចិត្តដែលធ្វើឲ្យមនុស្សទទួលបានជោគជ័យនោះគឺស្ដែងចេញពីឆន្ទៈដ៏មោះមុតក្នុងការសម្រេចគោលបំណងអូណាឡេអុងបានសរសេរទុកថាអ្វីក៏ដោយដែលគំនិតរបស់មនុស្សអាចស្រមៃគិតឃើញនិងចង់បានហើយជឿជាក់ថាបាន នោះវាប្រកាសជាអាចសម្រេចលទ្ធផលបានយ៉ាងជាក់ផងដែរការចង់បានអ្វីមួយដ៏ឆាប់ខ្មូលខ្មាញ់មានជាប់នៅក្នុងចិត្តរបស់យើងជានិច្ចដែលមិនអាចអត់បាននោះវានឹងជំរុញឲ្យកម្លាំងដ៏មហិមាដែលមាននៅក្នុងខ្លួនយើងនោះឲ្យធ្វើសកម្មភាពឡើងកម្លាំងនោះខ្លាំងជាងកម្លាំងយៈទៅទៀតក្នុងខ្លួនរបស់មនុស្សពិតជាមានកម្លាំងយៈនោះបង្កប់នៅយ៉ាងពិតប្រាកដឧទាហរណ៍និទានរឿងសូក្រាតមានបុរសវ័យក្មេងម្នាក់បានសួរសូក្រាតពីគន្លឹះសម្ងាត់ដើម្បីទទួលបានជោគជ័យសូក្រាតក៏បានបង្គាប់បុរសនោះឲ្យទៅជួបគាត់នៅជិតស្ទឹងមួយនាពេលព្រឹកបន្ទាប់ពួកគេក៏បានជួបគ្នាមែនសូក្រាតបានប្រាប់ឲ្យបុរសដើរតាមគាត់ចុះស្ទឹងចុះទៅក្នុងទឹកជ្រៅបន្តិចម្ដងនៅពេលដែលទឹកឡើងមកដល់ត្រឹមកសូក្រាតបានចាប់បុរសវ័យក្មេងនោះជ្រមុជចូលទៅក្នុងទឹកបុរសវ័យក្មេងនោះព្រោះតែចង់ដឹងពីអាចកំបាំងនៃភាពជោគជ័យក៏គិតថាប្រហែលជាសូក្រាតប្រើវិធីនេះដើម្បីឲ្យគាត់បានឃើញនៅភាពជោគជ័យហើយមើលទៅស្រាប់តែ5 ទៅ 6 នាទីក្រោយបុរសវ័យក្មេងនោះថប់ដង្ហើមដកដង្ហើមមិនចង់ដល់គ្នាក៏ខំប្រវេប្រវាងងើបចេញពីទឹកតែត្រូវបានសូក្រាតសង្កត់ចុះកាន់តែខ្លាំងក្មេងនោះកាន់តែរើសូក្រាតសង្កត់កាន់តែខ្លាំងក្មេងនោះខំប្រឹងរើរហូតបានបែកទឹកខ្ចាយងើបចេញពីទឹករួចដកដង្ហើមដង្ហក់វែងធំមុខឡើងក្រហមទឹកមុខស្លេកស្លាំងទំនងជាខឹងនឹងសូក្រាតខ្លាំងណាស់ហើយក៏សួរទៅសូក្រាតទាំងសំឡេងកាចថាតើលោកចង់សម្លាប់ខ្ញុំមែនទេសូក្រាតបានស្រែកសួរខ្លាំងទៅវិញថាតើឯងត្រូវការអ្វីខ្លាំងជាងគេខណៈដែលនៅក្រោមទឹកក្មេងប្រុសឆ្លើយខ្លាំងថាខ្ញុំត្រូវការខ្យល់ដង្ហើមសូក្រាតនិយាយខ្លាំងថាបើឯងចង់បានភាពជោគជ័យខ្លាំងដោយការដែលឯងចង់បានខ្យល់ដកដង្ហើមខណៈពេលដែលឯងនៅក្រោមទឹកនោះអ្នកឯងនឹងជោគជ័យនេះជាគន្លឹះសម្ងាត់ក្នុងការទទួលជោគជ័យនៅពេលដែលអ្នកចង់បានជោគជ័យដោយពុកបញ្ជ្រោលប្រៀបដូចជាអ្នកត្រូវការខ្យល់ពេលដែលអ្នកមុជទៅក្នុងទឹកនោះដែរអញ្ចឹងអ្នកនឹងសម្រេចវាបានគ្មានគន្លឹះសម្ងាត់អ្វីផ្សេងទៀតទេដុតចំណងឲ្យពុះកញ្ជ្រោលហើយនេះហើយគឺជាចំណុចចាប់ផ្ដើមនៃរាល់ស្នាដៃដែលសម្រេចបានទាំងអស់វាដូចជាដុំភ្លើងដ៏តូចមួយដែលមិនអាចផ្ដល់កម្ដៅឲ្យយើងបានគ្រប់គ្រាន់ហើយឆន្ទៈទន់ខ្សោយមួយក៏ដូចនោះដែរគឺវាមិនអាចផលិតចេញជាលទ្ធផលគួរជាទីកប់ចិត្តបាននោះទេ